បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីទាំងអស់គ្នាហើយពេលនេះម៉ោង5ល្ងាចហើយបាទហើយបងប្អូនខ្លះក៏សម្រាប់ចេញពីការងារខ្ញុំក៏វាមានការຕົកមិនសុខចិត្តខ្លះចំពោះការបង្កើតការធ្វើការសាងសង់ស្ទូបយួននៅក្នុងប្រទេសកម្ពុជាតាមគ្រប់ស្រុកខេត្តក្រុងខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបជនជាតិខ្មែរមួយរូបខ្ញុំធ្វើការសម្ដែងការមិនពេញចិត្តគឺមិនពេញចិត្តគឺទទួលយកមិនបានតែម្ដងពីព្រោះការសាងសង់ហ្នឹងវាផុសដូចផ្សិតអញ្ចឹងបាទការសាងសង់ហ្នឹងផុសដូចផ្សិតតែម្ដងអញ្ចឹងខ្ញុំអត់សប្បាយចិត្តរឿងថាគេតម្រូវឲ្យខ្មែរយើងហ្នឹងដឹងគុណយួនដែលយួនបានសង្គ្រោះជីវិតខ្មែរឲ្យខ្មែរដឹងគុណយួនដើម្បីធ្វើស្ទូបនឹងមកដើម្បីឲ្យកូនខ្មែរដើម្បីឲ្យបរទេសដើម្បីឲ្យពិភពលោកគេបានដឹងថាខ្មែររស់ដោយសារយួនពេលនោះខ្ញុំកាត់អត់តាន់ទេបាទខ្ញុំកាត់អត់តាន់ទេអញ្ចឹងខ្ញុំអត់តាន់ហ៊ាននិយាយថាតើយួនមានគុណជាមួយខ្មែរមែនឬក៏អត់ណាហ្នឹងខ្ញុំអត់តាន់ដឹងហើយខ្ញុំអត់តាន់បានសិក្សាស្រាវជ្រាវទេគ្រាន់តែថាខ្ញុំធ្វើការមិនពេញចិត្តមិនពេញថ្លើមបាទនៃការបង្កើតសាងសង់ស្ទូបយួនគ្រប់ទីកន្លែងតែម្ដងបាទគ្រប់ទីកន្លែងខ្ញុំសួរចុះឲ្យរំលឹកខ្លាំងម្លេះហើយមិនក៏វាបដូរផ្ដាច់បដូរអាចគ្នាស៊ីជាមួយនឹងអាកម្ពុជាយួនឈ្លានពាននឹងម្លេះយួនល្អនៅស្ងៀមបាទសូមអធិស្ឋានយួនល្អនៅស្ងៀមខ្ញុំនិយាយយួនឈ្លានពានទេបើយួនល្អមិត្តភក្តិខ្ញុំនៅស្ងៀមបាទខ្ញុំនិយាយតែយួនឈ្លានពានទេអាកម្ពុជាយួនឈ្លានពាននេះបាទពីព្រោះខ្ញុំអាចមើលសន្តានខ្ញុំអាចមើលសន្តានដ៏ថោកអាចរិតឈ្លានពានរបស់យួនខ្ញុំមើលពូជសាសន៍របស់យួនខ្ញុំគិតថាវាមិនដាល់បើវាក្រោមតែនគេគឺវាមិនចាប់ដៃជាមួយគេទេនេះអាកម្ពុជាសត្វហ្នឹងពីព្រោះខ្ញុំចាំបណ្ដាំរបស់សម្ដេចតាក្នុងនាមខ្ញុំនៅក្រោមមលុតរបស់ព្រះមហាក្សត្ររបស់ទ្រង់ខ្ញុំតែតែចង់ចាំពាក្យអនុសាសន៍របស់សម្ដេចតាបណ្ដាំរបស់តាថាយួនជាក្រពើបាទយួនជាក្រពើបាទแชร์ផងកុំឲ្យតែខមមិនពេកបាទแชร์ផងបាទរឿងសង្គមពាក់ព័ន្ធសង្គមបាទแชร์ផងកុំខមមិនខ្លាំងពេកបាទសូមអភ័យទោសពីព្រោះខ្ញុំឃើញវាទៅភ្នែកដែរបាទខមមិនគ្រប់ត្រនិយាយពីរឿងសង្គមអត់แชร์អត់អីសោះអញ្ចឹងវាហាក់បីដូចជាតែแชร์អារឿងឆ្លោះជេរបចោជេមរាយគ្នាហែកហួរគ្នារឿងអាភិះបដាក់គ្នាแชร์ណាเพจមួយអាខោនមួយបាទបើខ្ញុំនិយាយពីរឿងយួនแชร์ផងបាទដើម្បីឲ្យដល់ក្បាលពួកអាខួរយួនខ្លះដែលខ្ញុំនិយាយអញ្ចឹងហ្នឹងហើយខ្ញុំបន្តទៀតបាទសូមអធិស្ឋានแชร์ផងបាទបានតែត្រឹមគ្រប់ត្របានជួយឲ្យបានបើអត់ជួយแชร์អញ្ចឹងបាទបានឲ្យជួយបានចង់ជួយសង្គមកុំគ្រប់ត្រแชร์ទៅបើឃើញខ្ញុំនិយាយហើយនោះខុសឲ្យត្រូវแชร์ចែកគ្នាមើលទៅបាទកុំបកាអាខាងแชร์អត់ប្រយោជន៍ពេកបាទសំទោសវាឃើញចឹងច្រើនណាស់បាទអញ្ចឹងយើងគិតមើលបងប្អូនចូលប្របាយរឿងសារថ្មីយួនគ្រប់ទីកន្លែងឥឡូវយើងប្រភពយើងមានការសង្ស័យទៅក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងមានការសង្ស័យជាមួយនឹងជនជាតិនឹងអត់ពេលដែលជនជាតិនឹងចូលមករដ្ឋាភិបាលឬក៏តាមឋានៈមន្ត្រីធំគ្រប់សន្ទាប់ហាក់បីដូចជាកាងជាមួយនឹងជនជាតិនឹងណាទាំងធ្វើអត្តសញ្ញាណប័ណ្ណឲ្យឥឡូវយើងមើលប្រវត្តិសាស្ត្រពិភពលោកណាដែលថាឲ្យជនជាតិបរទេសមកដល់មកនៅភ្លាមឲ្យទទួលមានអត្តសញ្ញាណប័ណ្ណទទួលធ្វើអត្តសញ្ញាណប័ណ្ណធ្វើអាជីវកម្មនេះតាមអំពើចិត្តអូហ្នឹងយកអាកូនហ្នឹងយកកូនហ្នឹងដើម្បីមកទាកូនពីគេវិញអញ្ចឹងណាយកជាតិគីមីពីស្រុកនេះឯងមកបំផ្លាញជនជាតិខ្ញុំប្រទេសខ្មែរខ្ញុំហ្នឹងអាហ្នឹងហ៎ប្រៃឈើកាប់អស់លេងចង់ខ្ទេចអស់មកឡាលេងអាឡងចង់ខ្ទេចហើយទៅចិនទៅយួនហ្នឹងទៅតាកម្ពុជាសាសឈ្លានពានហ្នឹងតែម្ដងអាគ្រឿងឈើវត្តប្រទេសគេផ្សេងគេមិនទទួលទិញអាឈើចឹងទេគេដឹងថាការកាប់បំផ្លាញព្រៃឈើវាខុសហើយអ្នកឈ្មោះទិញក៏វាខុសដែរប៉ុន្តែអាកម្ពុជាចិននិងអាកម្ពុជាយួនណាវាមហាសហការជាមួយនឹងអាមន្ត្រីខួរខ្មែរស្មាតោសបាទមន្ត្រីណាខួរបំផ្លាញជាតិទទួលពីខ្ញុំចុះខ្ញុំឈឺចាប់ណាស់ខ្ញុំជនជាតិខ្មែរមួយរូបខ្ញុំត្រូវតែដឹងរឿងសង្គមជាតិរបស់ខ្ញុំបាត់បង់ជាតិរបស់ខ្ញុំត្រូវតែឈឺចោលវាមិនមែនប្រទេសជាតិណែឯងមួយណាខ្ញុំមានការចូលរួមខ្ញុំមានចំណែកឈឺចោលថែរក្សាដែរតើបាទអញ្ចឹងកុំឲ្យអស់លោកឯងធ្វើអ្វីបានតាមអំពើចិត្តពេកធ្វើអ្វីទៅតាមអំពើចិត្តមិនគិតថាខ្មែរហ្នឹងវាអន់វាល្ងងខ្លាំងណាស់មែនទេណាឃើញគេមិនមកខ្ញុំមិនមែនអ្នកនយោបាយសុំទៀនជ្រាបទាំងអស់ខ្ញុំមិនមែនអ្នកនយោបាយ
អ្នកណាចេញអ្នកណាកាប់អនអ្នកណាបំផ្លាញសង្គមគឺខ្ញុំចេញមុខរិះគន់អញ្ចឹងគឺខ្ញុំមានទូនាទីរិះគន់បាទរិះគន់ដើម្បីឲ្យស្ថាបនាអញ្ចឹងយើងគិតមើលឥឡូវបងប្អូនគ្រប់ត្រូលបងប្អូនគ្រប់ត្រូលដូចខ្ញុំអត់បើសិនជាឃើញយួនវាមកពេញទឹកពេញដីនៅក្នុងប្រទេសខ្មែរណាបងប្អូនគ្រប់ត្រូលដូចខ្ញុំអត់សួរឈឺចាប់អ្នករស់នៅក្នុងប្រទេសកម្ពុជាមានអារម្មណ៍មានបេះដូងតែឈឺចាប់ចេះស្រឡាញ់ជាតិចេះខ្វាយខ្វល់អត់ឬចេះតែរឿងបាយស្លុយបបួលគ្នាផឹកស៊ីចូលកែវដោយគ្មានទៅរឿងសង្គមជាតិសំខាន់ណាស់តើបើសិនជាជាតិអាលេងហើយអ្នកឯងក៏គ្មានរស់បានសោកដែរខ្ញុំប្រាប់ប្រយ័ត្នខ្ញុំមិនមែនអ្នកញុះញង់ទេខ្ញុំឃើញជាតិសាសមួយហ្នឹងវាមកតន្ទ្រានលើដីហ្នឹងវាពេកប៉ុនណាវាពេកប៉ុនខ្លះក៏ស្របច្បាប់ខ្លះក៏មិនស្របច្បាប់មិនស្របច្បាប់នេះវាចូល70-80%ចុះផ្សេងទៀតវាមិនវិញបាទ comment share ផងបាទ share ផងបើគ្រប់ត្រូលស្រឡាញ់សង្គមហ្នឹង share ផងបាទខ្ញុំចង់និយាយអញ្ចឹងកុំទៅ share រឿងជេរម្ដងជេរបចោជេរម្ដាយគ្នា share រឿងអាភាហ្នឹងក៏ប៉ុន share ដែរបាទ share ខ្ញុំបន្តិចទៅបាទគីឡូដល់យួនឲ្យវាព្រឺខួរខ្លះហ្នឹងហើយឥឡូវនិយាយបន្តិចពីម្សិលមួយថ្ងៃមួយមន្ត្រីរាជការម្នាក់បាទពាក់សាក់4 comment មកខ្ញុំសួរសុខទុក្ខខ្ញុំថាចង់សួរអាស័យដ្ឋានខ្ញុំបងឯងរស់ទីលំនៅកន្លែងណាអីណាបងចង់សួរសុខទុក្ខបងអូនអញ្ចឹងហើយខ្ញុំសិតបងអូនអញ្ចឹងខ្ញុំសួរថាបងចប់ជាសាច់ជាឈាមខ្ញុំដែរឬទៅជាចង់ឲ្យខ្ញុំនឹងចង់សួរសុខទុក្ខខ្ញុំដល់ពេលទៅគាត់ថាមន្ត្រីសាក់4ហ្នឹងគាត់និយាយថាឥឡូវប្រាប់អាស័យដ្ឋានបងមកចាំបងទៅសួរសុខទុក្ខបងអូនខ្ញុំថាចុយភាសានេះភាសាគម្រាមកំហែងចាប់ដាក់គុកចាប់ចងតាខ្ញុំថាហើយដល់ពេលខ្ញុំតប comment ប៉ុណ្ណឹងហើយក៏ចាប់ដើមខ្ញុំឆាតពីព្រោះមនុស្សខ្ញុំវាមានគេហៅដុំភ្លើងនៅក្នុងចិត្តមួយអ្នកណានិយាយប៉ះប៉ល់ដល់ឧត្តមគតិខ្ញុំដឹងគ្នាហើយបាទគឺដឹងគ្នានឹងតែម្ដងខ្ញុំសួរថាឲ្យខ្ញុំជួបហ្នឹងមិនជួបមានការអីហើយទៅថាហើយខំនិយាយរឿងយួនតិចទៅហើយខំនិយាយរឿងយួនតិចទៅអត់តន់ស្គាល់ខ្ញុំទេខ្ញុំនិយាយចឹងខ្ញុំនិយាយកាន់ទៅមន្ត្រីសាក់4ហ្នឹងខ្ញុំថាអត់តន់ស្គាល់ខ្ញុំទេណាលោកឯងមិនមែនខ្មែរទេបើលោកឯងខ្មែរអត់មានមកខលនិយាយជាមួយខ្ញុំអញ្ចឹងលោកឯងប្រកាសជាមន្ត្រីយួន 100% ហ្មងយើងមើលស្ថាប័នរាជការស្ថាប័នពាក់ព័ន្ធផ្សេងៗមិនមែនអត់យួនទេខ្ញុំចង់និយាយអញ្ចឹងហើយអ្នកស្លាប់អ្នកស្នេហាជាតិមិនមែនខ្មែរទេខ្ញុំអត់ជឿថាខួរខ្មែរលើកដៃជួលខ្មាញ់កំភ្លើងទៅបាញ់អ្នកស្នេហាជាតិទេមានតែជួលហ្នឹងឯងឥឡូវយើងនិយាយអញ្ចឹងអ្នកណាដែលចេញមុខប្រឆាំងជាមួយរដ្ឋាភិបាលគឺអ្នកហ្នឹងឯងសត្រូវរបស់យួនយើងគិតមើលវាចាត់ទុកយើងជាឆ្អឹងទៅតឹងកវាចាត់ទុកយើងជាឆ្អឹងទៅតឹងករបស់វាចូលប្រុងប្រយ័ត្នមែនតើណាខ្មែរខ្ញុំនិយាយមែនណាបើមិនជឿខ្ញុំប្រយ័ត្នឲ្យលាយកំប៉ក់ល្វើយអសោះកុំឲ្យពួកនឹងជិះជាន់យើងឲ្យបានសោះពេលនេះយើងមិនទាន់រលាយទេប៉ុន្តែវាកំពុងតែដើរផ្លូវហ្នឹងហើយចូលបងប្អូនខ្មែរប្រុងប្រយ័ត្នខ្ញុំនិយាយថាប្រុងប្រយ័ត្នឲ្យមែនតើជាការជាក់ស្ដែងណាស់បងប្អូនវិភាគមើលខ្លួនឯងទៅថាយួនចូលក្នុងស្រុកខ្មែរហ្នឹងវាខុសឬហើយឬត្រូវហើយវាកោវាកាចវាឆ្លើយអត់វាឆ្លើយណាស់ណាវាអាងបពពួកវាអាងមន្ត្រីប៉ូលីសកាងវាណាវាដឹងតែខ្មែរយើងអត់ប្រយោជន៍ទេអត់ធ្វើក្តោឲ្យវាបានទេឧទាហរណ៍យើងមានរឿងជាមួយយួនយើងតែប្រឹងតិចថាឈ្នះវាចូលពិចារណាខមមិនឲ្យ share ផងបាទខមមិនឲ្យ share ផងបើគ្រប់ត្រូល share បើថាមិន share ក៏ឲ្យចោះបាទមិនបាច់ comment ទេមិនបាច់គ្រប់ត្រូលទេសូមអញ្ជើញបាទសូមអញ្ជើញខ្ញុំនិយាយអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនិយាយអញ្ចឹងខុសត្រូវត្រង់ណាបណៃក៏បណៃទទួលបានក៏ទទួលមិនបានសូមអញ្ជើញបើមើលវីដេអូខ្ញុំឲ្យមិន share សូមអញ្ជើញចាញ់ខ្ញុំនិយាយអញ្ចឹងកុំ comment គ្រប់ត្រូលសូមអញ្ជើញចាញ់ពីព្រោះវាអត់មានន័យអីទេបាទគ្រាន់តែត្រឹមមកចូលមើលគ្រប់ត្រូលអត់មានន័យទេសូមអញ្ជើញចាញ់ខ្ញុំនិយាយតែរឿងយួនអ្នកណាដែលថាខ្វាយខ្វល់រឿងសង្គមជាតិណា share ឲ្យពួកអាក្បាលយួននឹងឲ្យវាបានភ្លឺភ្នែកពីព្រោះគេចាត់ទុកយើងជាឆ្កែជាឆ្មាណាជាពិសេសខ្ញុំអត់ចង់និយាយទេ
មិនត្រូវថ្នាក់អ្នកមានអំណាចអ្នកមានលុយអ្នកមានកាក់ចាត់ទុកប្រជាពលរដ្ឋដូចឆ្កែដូចឆ្មាចឹងណាស្ទើរតែជីកឡានគេធ្វើបង្ើយចង់ដល់កំភ្លើងបាញ់ផុងក៏ធម្មតាតឡាការនៅក្រោមអំណាចទឹកប្រាក់តឡាការនៅក្រោមអំណាចថ្នាក់ដឹកនាំកំពូលក៏ធ្វើក្រោយពីណាឥឡូវយើងធ្វើយើងជាពលរដ្ឋយើងចាំតែងាប់ហ្នឹងយើងចាំតែងាប់ទេយើងហាប្រឆាំងជាមួយយន្តថាយើងពួកអាបំពល់សង្គមពួកអាញុះញង់យើងតែមើលព្រំដែនកន្លែងកម្ពុជាហើយនឹងយួនកន្លែងព្រំដែនវារំកិលចូលប៉ុន្តែនៅក្នុងស្រុកខ្មែរយើងមានបណ្ឌិតមួយចំនួនមានបណ្ឌិតមួយចំនួនចោតលើប្រជាពលរដ្ឋខ្មែរថាធ្វើស្រូវធ្វើស្រែនៅលើដីយួនណែស្រុកខ្ញុំសម្បូរបណ្ឌិតអញ្ចឹងណាចោតលើប្រជាពលរដ្ឋខ្លួនឯងវិញបណ្ឌិតស្រុកខ្ញុំតើខ្ញុំទៅរំពឹងបណ្ឌិតណាទៀតបណ្ឌិតស្នេហាជាតិគេបាញ់ងាប់ចោលអស់ហើយណានៅសល់តាបណ្ឌិតត្រពងទៅចោតជនជាតិខ្មែរទៅធ្វើស្រែនៅលើដីយួនរងកម្មប៉ុណ្ណាទៀតណារងកម្មប៉ុណ្ណាទៀតមិនក៏មិនចេះជួយចាប់ខ្ញុំឃើញសង្គមខ្មែរវាហាក់បីដូចជាមិនសូវអើពើសោះជាមួយនឹងរឿងសង្គមជាតិនឹងគេនិយាយពីរឿងសង្គមថាគេនឹងអាចោចង់ល្បីអាសុកមិនសុកយកទុកមកដាក់ខ្លួនចេះនិយាយចឹងទៅកើតប្រយ័ត្នថ្ងៃណាមួយផ្ទះសំដែងរបស់អ្នកឯងត្រូវគេអូសរឹបត្រូវគេយកអាសនីទៅឈូសទៅឆាយប្រយ័ត្នស្រ័យរអយុធធម៌ប្រយ័ត្នស្រ័យរយុធធម៌ណាប្រយ័ត្នគង់មានថ្ងៃទេកុំណាបាទសុំ share ផងបាទអ្នកគ្រប់គ្រងសុំ share ផងបាទខមមិនគ្រប់គ្រងបើពាក្យថាគ្រប់គ្រងគឺយល់អ្វីដែលខ្ញុំនិយាយហ្នឹងមែនអត់យល់អ្វីដែលខ្ញុំបញ្ចេញកំហឹងខ្ញុំម្នាក់ឯងខ្ញុំជួយជះកំហឹងឲ្យខ្មែររាប់ពាន់រាប់ម៉ឺននាក់រឿងអីអ្នកឯង share មិនដាក់ចំណងជើងផងខ្លាចម្លេះបើគ្រប់គ្រងឲ្យមិន share សូមចេញគ្រប់ចេញពី account ខ្ញុំក៏មើលឲ្យសោះព្រោះខ្ញុំឃើញបកកែណា share រឿងអាភិបរឿងរួមរយៈគ្នារឿងថតដោះអាវរឿងជេរបចោគ្នារឿងសហាយស្មន់ share មែនតើផុសឡើងរាប់ខេបដាក់គ្នា share យួនឈ្លានពានពេញប្រទេសខ្មែរអត់មានពីណា share និយាយពីរឿងសង្គមជាតិអត់មានអ្នក share អត់មានអ្នកខ្វាយខ្វល់នេះជាចរិតខ្មែរមួយចំនួនខ្ញុំវាអស់របត់ដែរខ្ញុំអស់របត់ដែរត្រូវពិចារណាមើលសួរថាតើអ្នកទាំងអស់គ្នាហ៊ានបញ្ចេញមតិដូចខ្ញុំហ៎សួរហ៊ានអត់បើមិនហ៊ានទេត្រឹមតែ share ទៅអត់មានជាប់គុកទេបាទទុកឲ្យគេនេះអ្នកប្រឈមជាមួយនឹងអាសាក់4ខនិយាយជាមួយគ្នាស្អីចង់ស្គាល់ចង់ដឹងខ្ញុំនៅណាណីខ្ញុំថាអាសាក់4ហ្នឹងបើយួនវាច្បាស់ជាយួនបើខ្មែរវាអត់មានអញ្ចឹងទេខ្ញុំជឿថាមន្ត្រីប៉ូលីសខ្មែរមានហេតុផលជាមួយខ្មែរណារឿងការផ្ដល់មតិរឿងការរិះគន់តែងតែមានសម្រាប់ប្រជាពលរដ្ឋទូទៅសម្រាប់ប្រជាពលរដ្ឋតាមបណ្ដាប្រទេសទូទៅពិភពលោកគឺគេមានសិទ្ធិផ្ដល់មតិយោបល់ហើយវាព្រោះហេតុអីបានខ្ញុំនិយាយចឹងក្រែងប្រទេសយើងភ្ជាប់នៅលទ្ធិប្រជាធិបតេយ្យមិនអត់ណាកុំលេងអាក្បាច់ល្ងឹតអាក្បាច់ល្ងឹតហ្នឹងហើយលៀបពណ៌ចោលពីបត់នេះចោលពីបត់នោះកុំអញ្ចឹងបាទយួនពេញស្រុកខ្មែរហើយកើតពួកអ្នកត្រពងរដ្ឋាភិបាលមួយចំនួនមើលអត់ឃើញយើងសង្កេតឃើញអស់ហើយតើតារាចម្រៀងករណាពេជ្រសពូនមីដាដាអេងរិទ្ធីឥឡូវពាក់ផ្កាយមួយធ្វើស្អីនោះផ្កាយឡើងម៉េចស្រុកខ្មែរហ្នឹងហើយមន្ត្រីស្រុកខ្មែរក៏សម្បូរផ្កាយសម្បូរសាក់ម៉េចតឡើងនិយាយពីតឡើងនោះប្រហិនលុយរត់ទេទុកលុយរត់ហ្នឹងកសាងជាតិវិញល្អជាងកុំតឡើងសាក់ច្រើនពេកកុំតឡើងផ្កាយច្រើនពេកប្រហិនលុយរត់ខ្ញុំនិយាយមកខ្ញុំទៅភ្នែកផ្កាយប្រងព្រានអាខ្លះអាយុមិនតាន់8 9 10ផងពាក់សាក់3សាក់4សាក់5ធ្វើស្អីពួកហ្នឹងណាពាក់ផ្កាយហ្នឹងដើម្បីស៊ីប្រាក់ខែរត់មែនបង្ហាញលុយរត់ទេទុកលុយរត់ហ្នឹងកសាងប្រទេសជាតិវិញណាដោះស្រាយឲ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្រាន់ប្រាក់ខែសមរម្យមិនមែនឲ្យប្រជាពលរដ្ឋរត់ចោលស្រុកអស់លេងចឹងឡើងមកស្ងាត់ពេញភូមិទាំងអស់
សល់តែយេតាហេតុអីបានសង្គមមួយនឹងយើងនៅអត់កើតចុះហេតុអីបានយួនវាមកនៅកើតហើយវាមានតែនយើងជាម្ចាស់ប្រទេសយើងជាម្ចាស់ប្រទេសយើងជាម្ចាស់ផ្ទះអត់ដឹងខ្លួនទៀតសពថ្ងៃខ្មែរមើលខ្ញុំសួរខ្មែរទេមើលអត់ដឹងអត់ដឹងខ្លួនទេសថ្ងៃហ្នឹងអត់មានដឹងខ្លួនទេឬក៏ដឹងឲ្យធ្វើយន់ស្ងំសក់តែខ្លួនអញមិនមែនរឿងអញផងកុំតែខ្វល់អញ្ញាហ្នឹងគេចាប់ដាក់គុកអញ្ញាហ្នឹងគេរករឿងទៀតនេះភាពខ្លាចសម័យប្របាទជ័យវរ្ម័នទី7អត់ខ្លាចទេអាណាក្បត់ជាតិចាប់មូលកអាកចោលទាំងអស់ឲ្យតែអាណាក្បត់ជាតិអត់ដោយសម័យឥឡូវទេសម័យឥឡូវកាន់ដបស្រាសម្បើមណាពាណិជ្ជកម្មស្រាបៀរគ្រប់ទីកន្លែងរឿងអីតំពាំងស្នងរិស័យវាមិនខ្ទេចខ្ទីបាននៅកន្លែងណាក៏ស្ពតពាណិជ្ជកម្មស្រាបៀរខ្ញុំមោទនភាពជាខ្ញុំនិយាយពីស្រាបៀរគ្រប់យហោគ្រប់ម៉ាតាមអត់តន់ទេយហោខ្មាស់ប្រទេសគេដែរដែលគេអត់ផ្សព្វផ្សាយសោះតំពាំងស្នងរិស័យវាកើតជាតំពាំងស្អុយតំពាំងស្នងដកមានដឹងខ្លួនដែរមើលកូនខ្មែរទាំងអស់គ្នាមានដឹងខ្លួនដែរមានដឹងខ្លួនខ្លះអត់ដឹងខ្ញុំថាវាអត់ទេអត់ចង់មកអត់ចង់កទេអារឿងយួនកុំឲ្យថាខ្ញុំនឹងវារើសអើងប្រកាន់ពុជសាសប៉ុន្តែខ្ញុំសួរបងប្អូនជនជាតិខ្មែរយើងខមមិនតិចមកថាតើវាដូចខ្ញុំនិយាយអត់យួននៅក្នុងស្រុកខ្មែរនេះវាដូចខ្ញុំនិយាយអត់វាមានសិទ្ធិដូចអ្វីដែលខ្ញុំនិយាយអត់ហើយឃើញមន្ត្រីខ្មែរកាងវាអត់ណាហើយអាសាក់4ហ្នឹងអញ្ចឹងដែរខ្ញុំចូលទៅមើលខ្ញុំចូលទៅឆែកមើលក្នុង profile ឃើញរូបថតឃើញសិតតែចយអើយសិតតែអាសើងសិតតែអាវាងអាណាំសិតតែអែមអើយពាក់សាក់4នៅយួនសុតណាមកចង់រកអាស័យឋានខ្ញុំទៀតណាខ្ញុំនៅកំពង់ចាមស្រុកមេមត់សូមអញ្ជើញទៅរកនៅក្នុងកំពើផ្ទះលេខ15ស្អីគេចង់សួរសុកទុកចរិតស្រុកខ្មែរគឺអញ្ចឹងមន្ត្រីយួនគឺអញ្ចឹងចរិតគឺចេញមកច្រើនតែយកអាភាសាហ្នឹងឯងហើយតាំងថាគេនឹងចេះថាគេនឹងចោះបង្កើតបង្កើតពួកញុះញង់ហើយដល់ពេលតឡាការគេចេញដីកាមកអូញុះញង់បំពល់សង្គមមិនឲ្យបំពល់សង្គមមិនបើអ្នកឯងគៀបសកលវិជាប្រវត្តិជនជាតិខ្មែរដូចជាដេរឆានទៅហើយដូចជាឆ្កែឆ្មាអត់ជាអន់ជាងឆ្កែឆ្មាទៅទៀតពិចារណាមើលទៅបើខ្ញុំនិយាយអញ្ចឹងហើយសៀផងបាទអ្នកគ្រប់គ្រងទាំងឡាយសៀផងដើម្បីឲ្យដល់បន្តិចឲ្យភ្លឺខួរបន្តិចបាទកុំឲ្យថាខ្មែរហ្នឹងអូអាខ្មែរធ្វើស្អីវាក៏បានដែរវាមិនចេះតទេអីណាពុយពងសាវតាខ្មែរពុយអ្នកចម្បាំងទៅណាហើយខ្លាចដល់ថាត្រឹមសៀអត់ហ៊ានទេហ៎ត្រឹមសៀអត់ហ៊ានទេសៀដើម្បីឲ្យយួនឃើញឲ្យដឹងថាខ្ញុំប្រឆាំងជាមួយយួនឲ្យដឹងថាខ្ញុំកំពុងតែប្រឆាំងជាមួយយួនប្រឆាំងមិនចំពោះយួនឈ្លានពាននេះខ្ញុំសូមនិយាយប៉ុណ្ណេះតិចប្រហែលជាប្រឡប់បន្តិចជួបជុំសមាជិកខ្ញុំនឹងធ្វើការផ្សាយផ្ទាល់សមាជិករបស់ខ្ញុំបាទហើយខ្ញុំមកក៏សូមថ្លែងអំណរអគុណដល់អ្នកគ្រប់គ្រងខ្ញុំដែលតែងតែ share វីដេអូរបស់ខ្ញុំនិយាយពាក់ព័ន្ធរឿងសង្គមហើយអ្វីដែលខ្ញុំបាននិយាយទៅខុសឆ្គងមានកំហឹងជះអារម្មណ៍ទៅគឺខ្ញុំជះអារម្មណ៍ដោយឆន្ទៈរបស់ខ្ញុំអត់ចង់ឃើញពូជសាសន៍ខ្មែរដែលគេសកត់គេទន្ទ្រានគេជន់ទេខ្ញុំអត់ចង់បានទេខ្ញុំសំណអសូរជនជាតិរបស់ខ្ញុំវេទនាពីមួយចំនួនទៅមួយចំនួនតើខ្មែរពេលណាអស់កម្មហើយខ្ញុំចង់ឲ្យបងប្អូនខ្មែរចេះក្រោកចេះងើបឈរយ៉ាងម៉េចយើងត្រូវដឹងថាអ្នកណាជាមិត្តអ្នកណាជាសត្រូវយើងត្រូវដឹងហើយយើងត្រូវតវ៉ាយើងត្រូវប្រឆាំងដាច់ខាតក្នុងនាមយើងជាប្រជាពលរដ្ឋជាម្ចាស់ប្រទេសយើងអត់ឲ្យជនជាតិបរទេសមកជន់យើងបានដោយសេរីទេជាពិសេសអាកម្ពុជាយួនអាកម្ពុជាចិនហ្នឹងហ្មងណា
ខ្ញុំអ្នកនិយាយអ្នកគ្រាន់តែអ្នកធ្ងន់ជាងខ្ញុំទៀតដែរខ្ញុំខំនិយាយខ្ញុំប្រឈមទៀតណាខ្ញុំនិយាយហ្នឹងនិយាយប៉ះពាល់ដល់មន្ត្រីណាមិនស្រួលស្រួលតាមគុំខ្ញុំដោយអាមន្ត្រីសាក់4អញ្ចឹងឃើញទេបបួលខ្ញុំសិតចង់សួរអាសាឋានខ្ញុំទៀតឃើញទេសិតអញ្ចឹងចរិតដេរឆានអញ្ចឹងប្រឹងតែចាប់ប្រឹងតែចងចរិតហើយមិនប្រឹងបាញ់មិនមែនសួរហ្នឹងហើយសាក់4អត់តំប្លុកណានេះបើសិនអាចមើលទៀតណាអាចមើលវីដេអូទៀតមិនស្រួលហ្នឹងមកចង់បាញ់មែនចង់ស្លាប់បបាត់មាត់ដូចកាមលីមែនអញ្ចឹងមែនសង្គមមួយហ្នឹងអញ្ចឹងមែនបើគេថាដេរឆានកុំខឹងគេបើគេនិយាយថាសង្គមដេរឆានកុំខឹងគេមួយម៉ាត់គុក2ម៉ាត់ងាប់2ម៉ាត់បាញ់ហីសង្គមស្រុកខ្មែរលុះត្រាតែធ្វើថ្លង់ធ្វើខ្វាក់ឲ្យមិនល្មមឯងយកស្កូតមកបាត់ទៀតទៅវាបានសុខខ្ញុំនិយាយចឹងខ្ញុំខំនិយាយខំទៅណាអ្នកទាំងអស់គ្នាខំសងំសុកទៅអ្នកដែលបានសុកក៏សុកហើយតែអ្នកត្រូវអាណិតអាសូរដែលខ្មែរដែលគេជិះជាន់យើងឈាមជ័រយើងមានបេះដូងជាខ្មែរដូចគ្នាដែរនេះហេតុអីបានយើងយករូបតែខ្លួនឯងអញ្ចឹងយើងត្រូវមានមតិយើងត្រូវមានសិទ្ធិតវ៉ាប្រឆាំងតវ៉ានេះចំណុចនេះអ្នកឯងធ្វើមិនត្រឹមត្រូវទេឬក៏ថ្នាក់ដឹកនាំធ្វើចំណុចនេះមិនត្រឹមត្រូវទេយើងផ្ដល់មតិយោបល់ឬក៏យើងរិះគន់ដើម្បីឲ្យមានការស្ថាបនាក្នុងនាមយើងហេតុអីបានយើងចាត់ទុកខ្លួនឯងជាឆ្កែជាឆ្មាឲ្យគេជន់បានអញ្ចឹងដល់ពេលកម្ពុជាយួននិងកម្ពុជាចិនវាមើលវាថានោះអាសត្វខ្មែរវាមិនចេះសាមគ្គីស្អីវាយកតែរួចខ្លួនឯងហ្នឹងអាណាបានសុកអញ្ចឹងពួកយើងចូលទៅបំផ្លាញវាខ្មែរវាលាយត្រឹមហ្នឹងបាទឃើញវីដេអូឲ្យ share ផងបាទកុំ comment គ្រប់ត្រូលខ្ញុំមកអត់ចង់បាន like អត់ចង់បានស្អីទេខ្ញុំចង់ឲ្យតែ share ទេបើមិន share សូមអញ្ចឹងចេញពី account របស់ខ្ញុំពីព្រោះខ្ញុំឃើញអ្នកនិយាយរឿងសង្គមមិនថាអ្នកណាទេខ្ញុំឃើញអ្នកនិយាយរឿងសង្គមល្អពាក់ព័ន្ធនឹងសង្គមប៉ុន្តែអត់មានអ្នកជួយ share អ្នកជួយចែកម្លែកអត់មានទេបែរទៅ share រឿងរួមរយៈថតបញ្ចេញដោះថតបញ្ចេញនេះបញ្ចេញនោះបាទសូមអធិស្ឋានសូមអភ័យទោសថតបញ្ចេញនេះបញ្ចេញនោះនាំគ្នា share ទាំងខេខ្ញុំនិយាយតែហើយនឹងជេរបចោលគ្នានឹងអារឿងសហាយស្មន់នាំគ្នា share តែគេនិយាយរឿងសង្គមដើម្បីបញ្ចោយសង្គមរួមអត់ share ទេអញ្ចឹងបើមើលវីដេអូខ្ញុំហើយមិន share សូមចេញបាទសូមចេញអូខេខ្ញុំគោរពលាមែនតើមិញមានការល្អល្អដោយសារតែប្រព័ន្ធអ៊ីនធឺណិតខ្ញុំខ្សោយមែនតើបាទប្រហែលជាចិត្តដាច់ហើយអញ្ចឹងបើសិនជាពាក្យពេចន៍ត្រង់ណាមិនសមរម្យក៏សូមខន្តីបានក៏ខន្តីបើសិនជាមិនខន្តីទេកវត្តចោលចំណុចណាខ្ញុំនិយាយត្រូវយកទុកចំណុចណាខ្ញុំនិយាយខុសគឺទាត់កវត្តចោលតែម្ដងទៅពីព្រោះខ្ញុំនិយាយនេះខ្ញុំនិយាយតាមអារម្មណ៍ហើយជាវីដេអូផ្សាយផ្ទាល់មិនមែនជាវីដេអូរៀបចំទុកបាទហើយក៏មិនមែនជា note ដែលថាយើងត្រូវអានបញ្ចេញអារម្មណ៍ទេមិនមែនទេនេះជាអារម្មណ៍ពិតកំពុងផ្សាយផ្ទាល់ម៉ោងនេះពេលនេះអារម្មណ៍ពិតបាទសូមចេញពី account របស់ខ្ញុំបើសិនជាមិន share បាទសូមអរគុណសូមគោរពលា